សំណាងហាត់សំតែម្នាក់ឯងលុះមួយសន្ទុះគាត់ក៏មានការហត់នឿយហើយក៏ឡើងមកសម្រាកឃើញឱកាសល្អហើយនេះដែនក៏បានលួចចូលទៅក្នុងទឹករួចយកកាំបិតដ៏មុតស្រួចចោះរុនទុកបណ្ដាលឲ្យមានប្រហោងជ្រាបទឹកចូលហើយគាត់ក៏បានហែទឹកចាក់ចេញទៅឆ្ងាយដើម្បីលួចចាំមើលសភាពការនិយាយពីសំណាងវិញឃើញថាខ្លួនឯងមានកម្លាំងឡើងវិញក៏ចូលទៅក្នុងទូករួចអនុវត្តម្ដងទៀតគាត់ហាត់សំតែម្នាក់ឯងដើម្បីរងចាំចិត្តត្រាមកដល់តែជាអកុសលទូកបែរជាលិចទឹកម្ដងបន្តិចម្ដងបណ្ដាលឲ្យគាត់លិចចូលទៅក្នុងទឹកនិងរសាត់ទៅឆ្ងាយចំណែកចិត្តត្រាមកដល់ពុំឃើញមិត្តរបស់ខ្លួនឡើយគាត់ភ័យស្លន់ស្លោនឹងរត់ឆ្លេឆ្លាសំដៅទៅផ្ទះលោកគ្រូភេងដើម្បីរៀបរាប់នៅរឿងរ៉ាវដែលបានកើតឡើងចំពោះសំណាងលោកគ្រូភូភេងស្ដាប់ឬហើយមានការតក់ស្លុតជាខ្លាំងប៉ុន្តែលោកមិនដឹងធ្វើបែបណានោះទេមានតែលើកដៃបួងសួងសំពះទេវតាសូមឲ្យសំណាងរួចផុតពីគ្រោះកំណាចប៉ុណ្ណោះនិយាយអំពីនេះដែនវិញឃើញថាសំណាងត្រូវបានលិចទូកចូលទៅក្នុងទឹកបាត់ទៅគាត់សប្បាយចិត្តជាខ្លាំងព្រោះគាត់ជឿជាក់ថាគ្មានដៃគូណាអាចប្រកួតឈ្នះគាត់នោះឡើយសំណាងបានរសាត់អណ្ដែតទៅយ៉ាងឆ្ងាយរហូតទៅដល់ទីកន្លែងមួយជួបនិងទីសក្ការៈមួយព្រមទាំងបានប្រទះឃើញទូកបុរាណយ៉ាងស្រស់ស្អាតនិងប្រណិតផងដែរសំណាងមានរបួសពេញខ្លួនគាត់ក្រោកឡើងយឺតរួចក៏លាន់មាត់ថាព្រះឲ្យទូកនេះពិតជាស្រស់ស្អាតណាស់មើលចុះមានក្បាច់រចនាចម្លាក់យ៉ាងប្រណិតដែលជារចនាបថរបស់ខ្មែរពិតបើសិនជាខ្ញុំអាចយកទូកបុរាណនេះទៅប្រកួតមុខជាលេចធ្លោនឹងអង្គអាចមិនខាននោះទេសំណាងកំពុងតែលាន់មាត់សរសើរនឹងសម្រស់ដ៏ស្រស់ស្អាតរបស់ទូកបុរាណស្រាប់តែមានសម្លេងអ្នកតាចាស់ម្នាក់និយាយមកកាន់សំណាងថាតើចៅចង់បានទូកនោះដែរទេបើសិនជាចៅចង់បានទូកមួយនេះសូមចៅយកវាទៅចុះប៉ុន្តែចៅត្រូវតែគោរពបូជាសិនសឹមចៅប្រកួតណាសំណាងហើយក៏និយាយតបថាបពិតអ្នកតាម្ចាស់ព្រៃខ្ញុំពិតជាចង់បានទូកបុរាណនេះណាស់ប៉ុន្តែបើសិនជាទូកមកនេះមានម្ចាស់ហើយកូនចៅក៏មិនហ៊ានប្រាថ្នាដែរបានត្រឹមតែគយគន់ពីសម្រស់ប៉ុណ្ណោះសំណាងជាមនុស្សម្នាក់ដែលមានទឹកចិត្តល្អបើទោះបីជាគាត់ស្រឡាញ់ទូកនោះយ៉ាងណាក៏ដោយតែគាត់ក៏គ្មានចិត្តចង់បាននោះឡើយព្រោះគាត់គិតទូកបុរាណនេះច្បាស់ជាមានម្ចាស់ថែរក្សាមិនខានអ្នកតាម្ចាស់ព្រៃក៏បាននិយាយមកកាន់សំណាងម្ដងទៀតពិតណាស់ទូកបុរាណនេះគឺមានវ័យចំណាស់មកហើយតែយើងអាចប្រគល់វាទៅឲ្យចៅបានចៅយកវាទៅចុះចាំណាមុនប្រណាំងត្រូវនឹកគុណដូនតាផងដឹងហើយឬនៅការថ្វាយមានមន់ស្ងោររពងទីស្ងោរដើម្បីផ្កាប់ភ្ញីព្រមទាំងមានអ្នករំក្បាលទូកផងចៅពិតជាឈ្នះមិនខានទេសំណាងហើយសប្បាយចិត្តជាខ្លាំងគាត់បានត្រងត្រាប់រាល់វាចាសម្ដីទាំងអស់នឹងធ្វើតាមការណែនាំរបស់ម្ចាស់ទូកបុរាណផងដែរដោយសារតែគាត់មានរបួសខ្លាំងពេកគាត់ក៏ឈប់សម្រាកនៅតាមដងទន្លេនោះមួយរយៈសិននិយាយអំពីការប្រកួតវិញគ្រប់គ្នាបានមកជួបជុំគ្នាមានតាំងពីកូនលោកមេភូមិលោកសេដ្ឋីលោកបាឡាតស្រីគង់ដែលជាដៃគូចំនួនរបស់សំណាងចិត្តត្រាផងដែរប៉ុន្តែគ្រប់គ្នាហាក់ដូចជាមានការបារម្ភព្រោះមិនមានអ្នកណាបានឃើញវត្តមានរបស់សំណាងឡើយស្រីគង់ទោះបីជានាងតែងតែឆ្លោះគ្នាជាមួយសំណាងតែនាងមិនមែនស្អប់សំណាងឯណាផ្ទុយទៅវិញនាងក៏មានចិត្តស្រឡាញ់លើសំណាងផងដែរនាងបានលួចគិតក្នុងចិត្តថាតើសំណាងនឹងអាចចូលរួមប្រកួតការអុំទូកមួយនេះបានដែរឬទេចំណែកនេះដែនក្រោយឃើញថាសំណាងមិនបានបង្ហាញវត្តមានគាត់សប្បាយចិត្តជាខ្លាំងហើយគាត់បានទូចឲ្យលោកបាឡាត់និងលោកមេភូមិចាប់ផ្ដើមការប្រកួតភ្លាមទៅព្រោះគាត់ពិតជាត្រេកត្រអាលនៅក្នុងការឈ្នះខ្លាំងណាស់ចំណែកចិត្តត្រាតែងតែខំព្យាយាមរារាំងមិនឲ្យការប្រកួតចាប់ផ្ដើមនៅឡើយទេព្រោះគាត់កំពុងតែរង់ចាំមើលថាសំណាងនឹងអាចមកវិញយ៉ាងណាដោយសារតែចំណាយពេលយូរខ្លាំងពេកលោកបាឡាត់ក៏ប្រកាសចាប់ផ្ដើមប្រកួតតែម្ដងកម្មវិធីបំរុងនឹងចាប់ផ្ដើមប្រកួតទៅហើយស្រាប់តែគ្រប់គ្នាក្រឡេកឃើញថាមានទូកដ៏ស្រស់ស្អាតប្រណិតមួយកំពុងតែអន្តែតខ្លួនលឿនឆ្ពោះសម្ដៅមកកាន់ទីលានប្រកួតគ្រប់គ្នាបានសម្គាល់ឃើញថាបុរសម្នាក់ដែលនៅលើទូកបុរាណនោះគឺជាសំណាងនេះឯងស្រីគង់សង្កេតឃើញថាសំណាងបានត្រឡប់មកវិញនាងមានការសប្បាយចិត្តជាខ្លាំងចិត្តត្រាទៀតសោតក៏រឹងរិតតែសប្បាយចិត្តដូចគ្នាសំណាងក៏បានស្រែកប្រាប់អ្នកទាំងអស់គ្នាថាសំណាងបានត្រឡប់មកវិញហើយគ្រប់គ្នាអាចចាប់ផ្ដើមការប្រកួតបានខ្ញុំត្រៀមជាស្រេចទៅហើយក្នុងពេលនោះការប្រកួតអុំទូកដ៏ស្វិតស្វាញរវាងបេក្ខជនជាច្រើនរូបនៅក្នុងស្រុកបានធ្វើការប្រកួតយ៉ាងសកម្មនិងមានសម្លេងគួរឲ្យកងរំពងគួរឲ្យគយគន់គួរឲ្យទស្សនាគួរឲ្យរីករាយក្រៃលែងការប្រកួតអស់ពេលជាយូរទីបំផុតគ្រប់គ្នាក៏បានរកឃើញថាសំណាងគឺជាអ្នកឈ្នះយ៉ាងពិតប្រាកដចំណែកនេះដែលមានចិត្តខឹងជាខ្លាំងរួចក៏និយាយថាសំណាងមិនសមឈ្នះទេព្រោះសំណាងបានទូកបុរាណមកពីណាក៏មិនដឹងសំណាងមុខជាអ្នកលេងមិនអាគមខ្មៅហើយសំណាងបាននិយាយទៅកាន់គ្រប់គ្នាថាខ្ញុំមិនមែនជាអ្នកលេងអាគមទេខ្ញុំបានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ដើម្បីហាត់សំអុំទូកហើយសំណាងល្អខ្ញុំក៏ទទួលបានទូកបុរាណនេះមកប្រកួតតែម្ដងទូករបស់ខ្ញុំបែកអស់ទៅហើយប្រហែលជាមានអ្នកណាមិនដឹងមកបំផ្លាញវានោះទេវាហើយនេះដែនកាន់តែខឹងគាត់ចាប់ផ្ដើមមានគំនុំគំគួនក្នុងចិត្តជាខ្លាំងនេះដែនបានយកកាំបិតគំរាមស្រីគង់រួចស្រែកគំរាមទៅកាន់ពួកគេថាបើអ្នកណាហ៊ានចូលគាត់នឹងសម្លាប់ស្រីគង់ចោល
មេភូមិលោកបាឡាត់ចាប់ផ្ដើមមានការភ័យស្លន់ស្លោជាខ្លាំងក្រោយឃើញថាស្រីគង់កំពុងតែស្ថិតក្នុងភាពគ្រោះថ្នាក់បែបនេះគ្រានោះមិនមានអ្នកណាហ៊ានចូលទៅជួយស្រីគង់ឡើយព្រោះនីដែនបានកាន់កាំបិតមុតស្រួចណាស់មានតែសំណាងប៉ុណ្ណោះហេតុថាស្រឡាញ់ម្ចាស់ស្នេហ៍គាត់មានក្តីក្លាហានគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះស្រីគង់ទីបំផុតសំណាងក៏ត្រូវមួយកាំបិតរបស់នីដែនចំណែកស្រីគង់ក៏បានរួចខ្លួនមកវិញសំណាងត្រូវបានលោកមេភូមិនិងលោកបាឡាត់យកទៅជួយសង្គ្រោះនៅផ្ទះរបស់លោកផងដែរចំណែកស្រីគង់គឺជាអ្នកមើលថែដោយផ្ទាល់ដៃទីបំផុតស្រីគង់និងសំណាងក៏បានរួចផុតពីគ្រោះអ្នកសំណាងផងដែរក៏បានជាសេះស្បើយពីរបួសហើយសំណាងក៏បានសារភាពស្នេហ៍ចំពោះស្រីគង់នាងយល់ព្រមទទួលយកក្តីស្នេហ៍ពីសំណាងផងដែរនៅទីបំផុតដៃគូចំនួនទាំងពីរបានប្រែទៅជាគូស្នេហ៍ដ៏ស្អិតរមួតនិងស្រឡាញ់គ្នាដល់ចាស់ត្រៀងទៅ